ហើយតែខ្ញុំស្ដាយត្រង់អា LP ហ្នឹងដែលវាស្រង់យកមកសាមកហើយនេះអ្នកមានបនស្រង់យកមកសាមកហើយនេះវាមកជ្រុះនៅអវៈហ្នឹងទៀតណាវាមានអញណាវាស្ដាប់បញ្យលហួសហេតុខ្ញុំហួសហេតុបងប្អូនគិតមើលឲ្យខ្ញុំធ្វើម៉េចខ្ញុំទៅតាមវាឈួតនោះខ្ញុំដាក់តែសំណួរមួយឲ្យវាឲ្យតែវាឆ្លើយខ្ញុំរួចខ្ញុំទៅតាមវាដែរនេះខ្ញុំដាក់តែសំណួរមួយទេខ្ញុំថាក្នុងអារម្មណ៍ឯងងាប់ហើយកើតមកវិញអត់ងាប់ហើយទៅណាហើយឆ្លើយអញមកហេទៅណាទៅអញ្ចឹងសោះហ្នឹងបងប្អូនមើលមកហៅអញទៅជាមួយហើយយើងវាដឹងថាងាប់ហើយទៅណាយល់ទេហើយវាថាទៅណាទៅអញខ្វល់អញ្ចឹងសោះហ្នឹងចាំមើលណាមាន3ណាបងប្អូនទី1ងាប់ហើយសូន្យងាប់ហើយសូន្យឲ្យតែយើងដឹងថាងាប់ហើយសូន្យយើងនឹងរៀបចំជីវិតរឿងនៅក្នុងពេលបច្ចុប្បន្ននេះតាមរបៀបមួយផ្សេងយល់ទេបើងាប់ហើយមិនមែនសូន្យទេងាប់ហើយកើតមកវិញគឺថាយើងនឹងរៀបចំជីវិតរបស់យើងតាមរបៀបមួយផ្សេងយល់ទេបើយើងងាប់ហើយវាមិនមែនកើតមកវិញទេហើយក៏មិនមែនសូន្យដែរបើប៉ុន្តែងាប់ហើយសូន្យមិនត្រូវទេងាប់ហើយកើតមកវិញមិនត្រូវទេនេះអាលោកសង្ឃរងថ្ងៃវាប្រឡប់ងាប់មកវិញស្អីណាវាដោះស្រាយកើតមកមនុស្សកើតមកមនុស្សវិញទៅឡប់ឯណានោះងាប់ហើយកើតមកវិញមិនត្រូវទេប្រពុតនិយាយអញ្ចឹងហើយងាប់ហើយសូន្យមិនត្រូវទេងាប់ហើយល្មិចទៅអញ្ចឹងថាអត់មានងាប់ទេបែកតែសម្បកយល់ទេព្រោះសម្បកហ្នឹងកើតពីកម្លាំងធាតុយល់អត់កើតពីកម្លាំងធាតុហ្នឹងវាមានអាយុកាលរបស់វាសូម្បីតែព្រំ 64000 ផែនដីហ្នឹងក៏វាមានទីបំផុតដែរ 64000 ផែនដីនោះអាយុវាប៉ុណ្ណឹងវាត្រូវបែកសម្បកដែរងាប់ដែរយល់ទេសត្វអីក៏ដោយព្រំហ្នឹងគឺលើគេបំផុតដែរកម្លាំងធាតុដែលវាល្អជាងគេនៅឲ្យចុងគេបំផុតព្រំទៅពីហ្នឹងទៅទៀតទៅពីអាព្រំសុទេវាហ្នឹងទៅទៀតគឺអត់មានរូបគឺអត់មានកម្លាំងធាតុទៅដល់ព្រំអត់រូប4ឋានទៀតដែលព្រំមានរូបហ្នឹងគឺសុទេវាហ្នឹងខ្ពស់ជាងគេអាខ្ពស់ជាងគេហ្នឹងតែ 64000 ផែនដីទេអស់អាយុកាលដែរងាប់ដែរយល់ទេហើយងាប់ទៅកម្លាំងធាតុបែកសម្បកហើយវិញ្ញាណហ្នឹងទៅទៀតហើយខ្ញុំកាលពីមុនខ្ញុំធ្លាប់និយាយប្រាប់បងប្អូនថាស្លាប់ទៅ7ខណៈដល់ពេលកាលនោះខ្ញុំមិនដឹងថាពិភពលោកនេះកើតពីកម្មកើតពីកម្លាំងខ្ញុំអត់ដឹងទេដល់ពេលខ្ញុំស្ដាប់លោកសង្ឃនិយាយទៅហើយខ្ញុំពិចារណាទៅខ្ញុំថា7គណៈហ្នឹងគឺថាវាត្រូវហើយដល់ពេលឥឡូវគឺអត់មាន7គណៈទេគឺថាគឺអត់មានគណៈផងគឺបែកសម្បកហ្នឹងគឺថាសម្បកសត្វសោយហ្នឹងគឺថាបងប្អូនមានសម្បកសត្វសោយមួយហើយដូចមានព្រលឹងអញ្ចឹងណាបងប្អូនមកចាប់ជាតិហ្នឹងណាបងប្អូនសោបសម្បកសោបសម្បកមនុស្សមួយទៀតដូច្នេះងាប់ភ្លាមបងប្អូនគិតមើលបែកអាសម្បកមនុស្សទៅអាសម្បកហ្នឹងមានមួយហើយយល់អាសម្បកសត្វសោយហ្នឹងមានហើយខ្ញុំថាដូចព្រលឹងអញ្ចឹងណាព្រោះវិញ្ញាណមិនអាចនៅតែឯងបានទេយល់ទេវិញ្ញាណត្រូវការសម្បកជានិច្ចដើម្បីដឹងវាដឹងតាមទ្វារនោះយល់ទេអញ្ចឹងថាដូចអត់មានងាប់ហ្នឹងណាគឺទៅនរកហ្នឹងគឺទៅទាំងរស់ហ្មងណាទៅសោយភ្លើងនោះទាំងរស់ហ្មងនេះឈឺក្តៅកាហាយទៅទាំងរស់ហ្មងយល់ទេអញ្ចឹងมันប្រពុតលុកប្រាប់កន្លែងហ្នឹងឲ្យច្បាស់ហើយច្បាស់ទៀតបញ្ជាក់ទៀតថាងាប់ហើយកើតមកវិញមិនមែនទេងាប់ហើយសូន្យមិនមែនទេហើយងាប់ហើយមិនចឹងថាទៅត្មងបែកតែសម្បកមនុស្សតាអាសម្បកសត្វសោយនៅនោះតាមពិតណាវាគឺជាសម្បកដែលមានកម្លាំងធាតុខុសគ្នាកម្លាំងធាតុវាមិនមែនដូចព្រលឹងទេមនុស្សព្រលឹងគឺថាព្រលឹងវាមកចេះហ
ហើយតាំងសោតបមនុស្សពីក្រៅយ៉ែយល់ទេពុធាតបងប្អូនគិតទៅធាតដល់ពេលវាកម្លាំងធាតគឺកម្លាំងធាតអាសបកនេះអាសបកសត្វសោយនេះវានៅឆ្ងាយព្រោះវាទាញមកចិត្តអត់បានទេដូចសបកព្រំខ្ញុំទាញមកចិត្តអត់បានទេសបកព្រំនៅឋានព្រំនោះបើចង់ទាញមកចិត្តគឺថាតលវិបស្សនាដល់កំណត់ទាញមកប្រយុទ្ធមកសបកនោះមកយល់ទេព្រោះវាសបកកម្លាំងធាតល្អិតវានៅខាងចុងយល់ទេដល់ពេលយើងទៅទាញអាល្អិតនោះមកផែនដីមិនងាយទេយល់ទេបងប្អូនហ្នឹងគឺមានសបកមួយម្នាក់ទាំងអស់សបកសត្វសោយយល់ទេសបកសត្វសោយមួយម្នាក់ទាំងអស់ហើយសបកមនុស្សស្រោបអញ្ចឹងទៅដូចថាស្រោបហ្នឹងខ្ញុំថាមិនមែនស្រោបទេណាគឺថាអានោះនៅឋានវានោះហើយវាមនុស្សនៅណាប៉ុន្តែវាមានបាញ់ Bluetooth មកនេះបងប្អូនមានចេតនាអីនៅពេលដែលបងប្អូននៅមនុស្សហ្នឹងតាមពិតមនុស្សអត់ដឹងទេដឹងអានោះប៉ុន្តែអានោះវាបាញ់ Bluetooth មកអានេះយល់ទេគឺអានេះដឹងហើយអាមនុស្សអត់ដឹងទេថាមកធ្វើអី game គេធ្វើអញ្ចឹងមកធ្វើអីថាមកសាងនឹងហើយយល់ទេហើយវានៅឋានវានោះហើយដល់នៅឋានវានោះគឺអាណាក្តៅអាណាត្រជាក់អាណាមកពីនរកមកប្រាប់បងប្អូនមើលឥឡូវនេះមើលវាថាអានេះពឹសពុលអានេះគឺដឹងថាអាសវៈក្តៅអាភ្លឹងវានោះអារូបសត្វសោយវានោះគឺនៅក្នុងដែនកម្លាំងធាតុភ្លើងយល់ទេយើងគិតមើលថាអូអានេះក្តៅអានេះគុំគួនគេសម្បើមអញ្ចឹងអាខាងក្រោយនោះគឺពិតជានៅនរកហើយបើនៅនរកក៏នៅប្រែដែរយល់ទេដល់ពេលវាមកសាងដល់ពេលវាបែកសបកសត្វសោយផ្លឹបរបូតភ្លុតទៅវិញភ្លាមទៅសោយនឹងវិញភ្លាមទៅសបកនៅក្នុងស្រាប់ហ្នឹងយល់ទេសបកសត្វសោយនៅក្នុងស្រាប់ហ្នឹងនៅឋានវានោះមានមករួចណាយល់ទេបើសិនណាជាវាសាងបានកម្លាំងធាតុទឹកច្រើនល្អលសបកទៅលើល្អលពីភ្លើងទៅខាងលើវិញកិលបើវាមកវាស្ដាប់ធម៌យល់លឡើងទៅឈប់ទៅវាមកយល់ទេអញ្ចឹងបានខ្ញុំថាឥឡូវហើយឆ្លើយថាសំណួរអញមួយថាងាប់ហើយទៅណាមកប្រាប់អញមកឲ្យតែប្រាប់អញអានឹងឲ្យច្បាស់លាស់ទៅដែរអញទៅតាមអញដែរដល់ពេលវាថាទៅណាទៅអញមិនខ្វល់ទេខ្ញុំថាងាប់